ចាំមើលតើដៃអ្នកណាលះជាងល្អចាំមើលឯងពេញចិត្តនឹងទុកដៃរបស់ឯងឬមួយក៏ទុកជីវិតរបស់វាសម្រាប់វាចូលបាទចាំមើលកម្រិតរបស់ឯងលឿនជាងគ្រាប់កំភ្លើងទេឆាប់លេចទៅលេចទៅឯងសំណាងល្អណាស់ដែលមានប្អូនល្អបែបនេះអាក្តាមឯងពិតជាចិត្តល្អមែនពួកយើងទៅវិញពេលត្រឡប់ទៅផ្ទះវិញចេះកែប្រែចិត្តគំនិតឲ្យបានល្អផងហេលោកបងមិនក៏មានភ្លៀងច្រើនម្ល៉េះខ្ញុំគិតតែនៅក្នុងគុកពីថ្ងៃសិនណាហេគ្មានច្បាប់របៀបនេះទេអញ្ចឹងហេតុអីមុនដំបូងមិនក៏លោកចាប់ខ្ញុំមកទីនេះធ្វើអីណែមានបរិយសុំដាមហ៎ขับใจมั้งจังละมาหาได้ลงมันกอยขังบ่นี่บางลาสาวอย่างนั้นกอยขังกลางสะบัดผิดเชียวខ្ញុំធ្វើឲ្យមានតើតើនេះលោកចាំធ្វើអីហ្នឹងត្រង់តែខ្ញុំផ្លាស់សម្លៀកបំពាក់សពញាក់ផ្អើលខ្លាំងម្ល៉េះហ៎1 2 3 4 5 5គ្រាន់អាកាសធាតុល្អណាស់គួរតែលេងល្បែងមួយរបស់ឡស៊ីតើមែនទេអ្នកណាប្រានេះមកប្រាមកសួននេះម្ដងទៀតអ្នកណាប្រានេះមកប្រាមកទៅលោកសែមអាសែមអាសែមតែងតែធ្វើឲ្យខ្ញុំមានកង្វល់អានសម្បត្តិនេះទៅលោកដឹងរឿងទាំងអស់ហើយស្អីគេចង់ប្រឆាំងនឹងខ្ញុំសូមស្វាគមន៍មកតាមចេញមកតាមខ្ញុំមកច្បាស់របស់នាងមកវិញហើយចាស់គាត់នៅខាងលើមានរឿងអីហ្នឹងប្រាប់ម្នាក់នៅខាងក្នុងនោះមិនមែនជាមនុស្សទេប្រាប់មិនអាចតែអ្វីបានទាំងអស់ទេទីនេះតែងតែមានបញ្ហាអញ្ចឹងហើយខំអត់មុនចំពោះគេបន្តិចទៅដើម្បីប្រក់នេះមិនមែនជាជំទាវឯណាហើយមកភ្លេចវាចោលតែអូនអើយនេះអកដាមអញកំពុងតែធ្វើការនៅផ្ទះបនមែនទេអត់ទេវាគ្រាន់តែសម្រាប់វិសមការប៉ុណ្ណោះមកសុខសប្បាយទេមានអីសុខសប្បាយតើអញ្ចឹងឡើយខ្ញុំអាចសប្បាយជាមួយរបស់បន្តិចបាននេះមានទទួលខុយមួយយ៉ាងម្នាក់នៅខាងក្នុងវាមានណោះទៅប្រហែលដែរវិញ
ព្រោះគឺបានឲ្យបូនឹង$10000ឲ្យនាងកំដរនៅរាត្រីនេះឯងហើយគេលេងល្បីភ្នាល់ជាមួយនឹងបូទៀតផងបើគេចាញ់ស្ដេចមួយនោះគេនឹងឲ្យបូ$1000ហើយបូនោះប្រកាសជាឈ្នះហើយតើគាត់នឹងប្រកែកទេគួរសំដែរប៉ុន្តែយប់មិញនឹងគេលេងជាមួយនឹងខ្ញុំបើដូរ៉ាលេងប្រកាសជាចាញ់ហើយតែខ្ញុំមិនដឹងជាយ៉ាងម៉េចទេតែខ្ញុំយល់ថាម្នាក់ហ្នឹងគេគ្រាន់តែជាទុនសាយចាំស្លាប់តែប៉ុណ្ណោះណែឥឡូវយើងរើសទម្លាប់កែវនឹង3ហើយចុះហត្ថលេខាពេលដែលចុះហត្ថលេខារួចហើយណែឥឡូវទីទៅមើលតើមួយណាដែលលោកចុះហត្ថលេខាមិញគឺមួយនេះមិនមែនទេបើចឹងមួយនេះអាហ្នឹងក៏មិនមែនដែរអញ្ចឹងមានមួយនេះអាហ្នឹងក៏មិនមែនដែរណែគឺអាលោកសញ្ញាមិញអត់មានទេហើយឯងពិតជាប្រកែមែនបើចង់ដឹងតលសាក់លោមើលខ្ញុំបានប្រគល់ស្រីឲ្យទៅលោកមុនហើយខ្ញុំសូមណែនាំឲ្យស្គាល់មិត្តរបស់ខ្ញុំសួស្តីសូមទៅដល់បានឈ្នះលោក$10000នោះលោកខ្ញុំនិយាយទៅសួរគេម្ដងទៀតពីនេះហើយលោកអើយមកលឺល្បីខ្ញុំមិនទាន់សម័យណែឥឡូវលោកសញ្ញាលើกระดาษនេះមកស្លឹកហើយលេងល្បីគឺសញ្ញាសិនបានហើយក្នុងចំណោម3ស្លឹកនេះបើសិនជាលោកចាំរកឃើញស្លឹកណាដែលលោកសញ្ញានោះខ្ញុំសងលោកធ្វើមួយជា2ដល់ជា20ល្មមរើហើយអញ្ចឹងក៏បានខ្ញុំភ្នាល់ខាងក្តាំពួកយើងលោកមិនផ្លាត់ទេនោះនៅកន្លែងរបស់ខ្ញុំចំនួន$200ចំនួនច្រើនជាងលោកខ្លាចតែលោកអត់ទេខ្ញុំដាក់$10អញ្ចឹងលោកលេងទៅនោះបើស្មោះត្រង់ហើយវាត្រូវតែលេងទៅនោះយើងចាប់ដល់មកមិនចឹងខ្ញុំចាប់ដល់អូសរុបនេះហើយលោកមើលមិនតិនហើយជ្រើសរើសមើលមួយងាត់ចុះហត្ថលេខារបស់លោកមើលមួយងាត់ចុះហត្ថលេខារបស់លោកហើយកំពុងលេងស្អីហ្នឹងហើយđâyមកខ្ញុំចូលរួមផង$10$10ទេមិនអីទេណែ$10ដាក់លុយមកគឺឲ្យខ្ញុំរស់មួយនោះដែលមានសញ្ញាខ្ញុំខ្ញុំចូលចិត្តណាស់ស្លឹកមានណាដែលសញ្ញាប្រកាសជាចេញក្រៅបន្តិចមិនមែនស្លឹកហ្នឹងទេខ្ញុំជឿថាអានេះមែនទេហើយអាខាងនោះក៏មិនមែនដែរអានេះក៏មិនមែនដែរបើចឹងអាកណ្ដាលហ្នឹងឲ្យខ្លាចតែលោកបោកប្រាស់ខ្ញុំឲ្យចាច់ឲ្យលើមកគ្នាមកវិញលេសណាដល់ឲ្យក្រោយជួបគ្នាទៀតបាយបាយហើយយកវានឹងគ្នាណាហើយអីមិនឲ្យខ្ញុំសម្លាប់វាចោលព្រោះនេះជាកន្លែងរបស់ខ្ញុំសំទោសដែលធ្វើឲ្យលោកអស់លុយមួយចំនួនហើយទៅតាទេតោះទៅផឹកសិនមិនបានទេបើខ្ញុំមិនសម្លាប់វាទេខ្ញុំមិនអស់ចិត្តទេខ្ញុំទៅសិនណាថ្ងៃនេះចាញ់ដល់កពួកម៉ាតើឯងទៅណាបានមុខឯងមករយៈឮថាឯងជាប់គុកឯងជាស្ដេចល្បែងមួយនៅអាស៊ីសំណាងឲ្យតែខ្ញុំមិននៅហុងកុងក្នុងអំឡុងប្រហែលខែនេះកុំឲ្យខ្ញុំសួយដូចជាឯងអញ្ចឹងត្រូវជាប់គុកជាមួយនឹងគ្នាសម្លាញ់ស្អីគេគ្មានបញ្ហាកើតឡើងទេបើខ្ញុំប្រើល្បិចមែននោះជាលើកដំបូងឲ្យតែខ្ញុំលេងត្រង់តែពួកគេនៅតែចោទថាខ្ញុំបោកគេបើឯងមិនតើយ៉ាងម៉េចតើឯងចេះសម្លាប់មនុស្សទេបងក្តាមអើយឯងឆាប់មកម្លេះស្អីសោះនេះ10%របស់ឯងអរគុណហើយអញ្ចឹងខ្ញុំត្រឡប់ទៅវិញណាអរគុណណាតោះនេះជារបស់ឯងហើយចុះឯងណាហើយបានហើយយប់នេះគិតថារកប្រើឯងតិចចុះអរគុណបូត្រូវហូចជីធ្វើបាបខ្ញុំត្រូវសងសឹកឲ្យនាងខ្ញុំសូមណែនាំឲ្យស្គាល់នាងគឺបូសង្សាររបស់ឯងទេគ្រាន់តែជាមិត្តថ្មីប៉ុណ្ណោះយើងគ្រាន់តែស្គាល់គ្នាទេគេជាស្ដេចល្បែងខ្ញុំស្គាល់តែទុយដែរការពិតកំពុងស្ដេចល្បែងសោះប៉ុន្តែល្បិចថោកទាបបំផុតណែដៃរបស់ខ្ញុំមិនថោកទាបប៉ុណ្ណឹងទេគំនិតរបស់ខ្ញុំថោកទាបជាងនេះទៅទៀតគឺស្នេហាមិនគួរឲ្យជឿសោះនេះជាល្បិចចាស់កម្រិតប៉ុន្តែមានមនុស្សជាច្រើននៅចាញ់ល្បិចនេះការលោភលន់គឺជាចម្លើយដែលមាននៅក្នុងភាពលោភលន់ស្រាប់ទៅហើយណែខ្ញុំចង់រកកន្លែងណាមួយដើម្បីដេកហាលថ្ងៃស្បែកឡើងពណ៌តុងដែងយើងនៅមានកន្លែងមួយទៀតដែលត្រូវទៅកន្លែងណាអាមេរិកបើសិនជាមានករណីកើតឡើងយើងនឹងទៅ San Francisco ហើយគ្មានបញ្ហាបើសិនជាមានឱកាសនេះកើតឡើងនោះយើងរកបាយវិចលុយទៅវាចាប់បាត់ទៅហើយឥឡូវណាហេតុអីក៏ឯងមិនសួរថាយើងត្រូវទៅធ្វើអីចាំមកសួរទៅទៀតខ្ញុំនឹងធ្វើតាមអញ5ទៅបានមិនបារម្ភអីទេមកផឹកទៅឥ
ឡុងកំពុងទទួលភារកិច្ចដ៏ធំមួយនៅក្នុងបន្ទប់ប៉ុន្តែកំពូលអ្នកល្បែងដ៏ធំរបស់ប្រទេសជប៉ុនរំខានគេពីសប្តាហ៍ហើយពួកយើងបានដឹងអំពីល្បិចតែពួកវាបានលេងអញ្ចឹងហងឡុងយ៉ាងម៉េចពួកខ្ញុំកំពុងតែរកមនុស្សឲ្យជួយដូច្នេះពួកគេក៏អញ្ជើញយើងឲ្យទៅហើយចូលអញកំពុងតែមើលស្អីហ្នឹងបញ្ជីពាណិជ្ជកម្មហ្នឹងឬមួយរឿងផ្សេងខ្ញុំកំពុងតែរករបបផ្សេងអើយមិនដឹងជាស្អីទេបែងបងវាមិនអាចលេចចូលទឹកបានទេឯងជឿខ្ញុំទៅឯងចង់និយាយថាមួយជីវិតនេះខ្ញុំមិនអាចខ្លាចជាមនុស្សល្អទេប៉ុន្មានហើយប្រហែលជាអញ្ចឹងដែរលឹងមានមើលរបស់លោកមកពីហុងកុងលំអឡងទីបំផុតឯងបានមកដល់ហើយយើងទើបតែចាប់យន្តហោះមកលំអឡងគេឈ្មោះក្តាមជាស្នែងល្បែងនៅហុងកុងប្រសើរណាស់សុខសប្បាយខ្ញុំណែនាំឲ្យស្គាល់នេះ Underrit សួស្ដីហើយនេះ Rossi សួស្ដីហើយនេះ Sam ហើយនេះក្តាមសំណួររបស់យើងកំពុងស្ថិតនៅក្នុងការខ្វាយខ្វល់ពីសប្តាហ៍មកហើយដែលគេមកចាក់អស់លុយយ៉ាងច្រើនយើងចាញ់អស់ជាង$60 លានអាមេរិកចាញ់លុយមិនបញ្ហាអ្វីទេតែគេទៅយុះវាធំធេងសម្បំណាតើពួកគេជាអ្នកណាពួកគេគឺជាអ្នកលេងល្បែងអន្តរជាតិមកអង្គុយចុះសិនទៅមកអង្គុយទៅខ្ញុំចង់បង្ហាញពួកឯងអំពីការត្រួតពិនិត្យរបស់យើងចន្លោះនីតិរបស់យើងមាន8វិនាទីភ្ជាប់ទៅនឹងការត្រួតពិនិត្យយ៉ាងណាបង្ហាញទៅមើលសុំទាមកចិត្តបន្តិចបានទេអញ្ចឹងណាបង្រីកឲ្យទាមកគៀបបន្តិចប៉ុន្តែប្រព័ន្ធរបស់យើងមិនអាចមើលឃើញអ្វីទេក្រុមហ៊ុនកំពុងតែបន្ទោសមកលើលោករុស្ស៊ីនឹងយ៉ាងខ្លាំងដែរណាមានព័ត៌មានពីជនអស់ទៅនោះទេក្រុមតែ6បានចុះឈ្មោះលេខផ្ទុយគ្នាខ្ញុំគិតថាតារ៉ូជាមេដឹកនាំរបស់គេតើខ្ញុំអាចចុះទៅមើលខាងក្រៅបន្តិចបានទេមានអីប៉ុន្តែមនុស្សច្រើនពេកខ្ញុំអាចពិនិត្យឲ្យបានល្អបន្តិចអត់បញ្ហាខ្ញុំមានមនុស្សម្នាក់នៅទីនោះនាងមានអេកូទ័រដែលគ្មានខ្សែនាងនឹងអាចឲ្យលោកអង្គុយកន្លែងរបស់នាងចនដូរពុំ26ទៅឥឡូវណាន់ជីងមានភ្ញៀវចុះទៅហើយឲ្យពួកគាត់ឈរពីក្រោយ2នាទីចុះហើយគាត់ជក់ស៊ីហ្គាហើយអាចឲ្យអង្គុយកន្លែងរបស់នាងបើលឺឲ្យសញ្ញាដៃឆ្វេងរបស់នាងបានហើយប៉ុណ្ណឹងអាក្តាមឯងទៅមើលតាមទូទស្សន៍ទៅមែនទេសូមជម្រាបអរលោកនេះជាការចាក់ចុងក្រោយមានអ្នកណាចាក់ទៀតទេកូន5គ្រាប់មេ8គ្រាប់មេជាអ្នកឈ្នះសូមទោសខ្ញុំសូមបដូរកន្លែងទៅលេខ11បានទេបានអរគុណ
ន4គ្រាប់មេ9គ្រាប់មេជាអ្នកឈ្នះមេឈ្នះអាក្ដាមពេលដែលខ្ញុំចុះក្រោមមានអ្នកណាបង្ហាញស្នាដៃពិសេសដែរទេអត់ទេតែបើសិនជាមានអ្នកណាការពីខ្ញុំបានចុះពេលដែលខ្ញុំបដូរកន្លែងលេខទី11ទៅកន្លែងទី7តើមានអ្នកណាមកចាប់អារម្មណ៍ខ្ញុំទេលេខ1លេខ7លេខ12និងលេខ15បរោះស្លៀកពាក់ខ្មៅបានឈរនៅពីក្រោយលេខ1ហើយលេខ4បងឡងអាចបង្វិលថយក្រោយបន្តិចបានទេបានចុះណាអាចបង្វិលថយក្រោយដល់កន្លែងសែមគួយលេខ11ទេអេណានាងសុំទោសសុំយកកាហ្វេខ្មៅយ៉ាងម៉េចនោះអរគុណតម្រៀបកន្លែងមួយណាដើម្បីកំពុងសម្លឹងចម្លើយគឺនៅត្រង់នេះហើយសូមយកដៃរបស់នាងមកពេលដែលដៃរបស់នាងកំពុងតែចែកបៀនាងត្រូវស្ថិតនៅរបៀបនេះដៃរបស់នាងគឺមិនដែលនៅឃ្លាតពីប្រអប់ទេវាច្បាស់ហើយពេលដែលចែកបៀវាត្រូវតែលើកសន្លឹកបៀឡើងគឺបៀបានចាំងពីនាឡិកាមកវិញ1វិនាទីក្រោយមកបៀនេះត្រូវបានឆ្លុះម្ចាំម្ដងទៀតបន្ទាប់មកអ្នកដែលចែកបៀគឺមិនបានសម្លឹងមើលនាឡិកាទេខ្ញុំគ្រាន់តែបង្ហាញបើសិនជាអ្នកទី2ប្រើបែបនេះខ្ញុំអាចទុកសន្លឹកបៀខាងលើហើយសន្លឹកបៀមួយទៀតខាងក្រៅឲ្យតែម្នាក់ទៀតក៏បានដែរមែនសូមបង្ហាញម្នាក់ទៀតអង្គុយលេខ12មើលចុះធម្មតាគាត់បានសម្លឹងទៅបៀបែបនេះហើយប៉ុន្តែលេខរបស់គាត់ទាំង8គឺខ្ពស់ជាងច្បាស់ទៅហើយថាគាត់កំពុងតែសម្លឹងត្រឡប់មកវិញមិនចាំឡងទៀតមើលចុះណែគាត់កំពុងបង្ហាញការសម្ងាត់មួយដើម្បីបង្ហាញគ្រាប់បៀដល់អ្នកដទៃហើយម្យ៉ាងទៀតគឺបង្ហាញដល់អ្នកដែលទល់មកគាត់ពិតជាខ្លាំងមកគេមែនបងវល់ទៅលេខ4ទៅជប់សិនចំណែកបរិមម្នាក់នេះវិញគឺនៅកន្លែងលេខ4គាត់មិនបានសម្លឹងចុះក្រោមទេគឺគាត់កំពុងតែសម្លឹងទៅរកបរោះលេខ12ដែលពាក់បានតាមនោះនេះហើយជាចំណុចពិសេសដែលគេយកឈ្នះពួកយើងត្រូវហើយតារត់ទៅកន្លែងលេខ1ទៅមកតាមខ្ញុំមកអស់ចាយ៉ាងទី1ឡានច្រើនណាស់តើឯនៅទីនេះទេបរិសមោស្នេហ៍ខ្ញុំជួបប្រកបមុខរបរនេះតាំងពីយូរមកហើយខ្ញុំគិតថាបើគាត់ឲ្យប្រើនោះការងារនេះធម្មតារបស់យើងទេវាប្រសើរណាស់ដើម្បីធ្វើលិខិតឆ្លងដែនមួយទៀតខ្ញុំគិតយ៉ាងនេះទេខ្ញុំមិនធ្វើវាមែនមានចំនួនច្រើនណាស់នៅរស់ទីណាក៏វាច្បាស់លាស់ដែរប៉ុន្តែហើយស្មុំរស់នៅប្រទេសចិនគឺនិយាយភាសាចិនប៉ុន្តែឯងទីណាក៏មិនអាចនិយាយភាសាចិនបានដែរអញ្ចឹងខ្ញុំនិយាយថាម៉េចនិយាយភាសាដើមរបស់យើងទៅអាចង្រៃឯងនេះសូមជួយទិញគ្រឿងអលង្ការមកពីប្រទេសអេស្ប៉ាញអញ្ចឹងកាំងថ្លៃប្រហែលដែរកាក់មួយ$15ខ្ញុំឲ្យមីង$40ចុះមីងមិនបាច់អាប់ទេណែឯងឈ្គួតទេខ្ញុំលក់កាក់នេះคล้ายតាំងពីយូរមកហើយហេតុអីក៏ឯងស្គាល់ហើយគាត់ចាស់ណាស់ទៅហើយខ្ញុំជួយគាត់តាឯងនិយាយត្រឹមត្រូវហើយកាក់ទាំងពីរនេះតំណាងឲ្យយើងទាំងពីរនាក់បើសិនជាអ្នកណាបាត់បង់ជីវិតនោះកាក់នោះក៏បាត់ដែរមិនក៏ឯងនិយាយមកចង្រៃម្លេះអុយឈប់សិនខ្ញុំនឹងគប់បំបីក្បាលឯងអាយ៉ាឯងគប់បំបីក្បាលខ្ញុំគប់បំបីក្បាលឯងវិញមិនអីទេយើងទៅរើសកាក់ជីវិតរបស់យើងល្អណាស់មិនក៏ឯងបែកញើសថ្ងាសខ្លាំងម្ល៉េះអត់មានអីទេមកពីខ្ញុំរត់ឬកាក់ខ្លាំងពេកបើអញ្ចឹងយើងទៅលេងល្បែងទៅឡូបឹងស៊ីអស់លេងស៊ីអស់ណែជក់ស៊ីហ្គេមម្ដងទៅឥឡូវទៅឲ្យខ្ញុំបាញ់មិញមិនអីទេខ្ញុំជក់របស់ខ្ញុំមកអើយថ្លៃណោឲ្យទុកជក់ខ្លួនឯងទៅបានហើយ
Yeah. Nào. Ôi ổn đó. Nhưng còn ở đây. មើល9កូនក៏9ដែរស្មើគ្នា ខ្ញុំលេងមិនឈ្នះទេសូមបដូរកន្លែងហើយខ្ញុំក៏យ៉ាងដែរ ណែនាង អរគុណ នាងជាស្រីផ្កាមាសនាងមកទីនេះមួយសប្តាហ៍ហើយគឺខ្ញុំបន្ទប់ពិសេសរបស់ស្ថាគារមានបរិសុទ្ធជាច្រើននៅរីត្រេងពេញចិត្តនឹងនាងខ្លាំងណាស់លោកច្បាស់ហើយច្បាស់ហើយណែសម្រាប់លោកអរគុណច្រើន Oh yeah, good luck. Come on, c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 ome on. Better luck next time, huh? ណែយ៉ាងមិនទៅហើយស្រីមែនតើលេងស្អីក៏ចាញ់ដែរណែមិនមកខ្ញុំឃើញស្រីម្នាក់ស្អាតអស់ទាស់ហ្មងខ្ញុំក៏ធ្លាប់បានឃើញដែរជួយខ្ញុំណាត់នាងបន្តិចទៅបានទេឯងពិតមែនទេហ៎ Bye. អូយនេះ រាត្រីសុខស្ដី រាត្រីសួស្ដី អាចឆ្លៃឯងមានដឹងថាប្តីនាងម្នាក់នោះជាអ្នកណាទេទេគឺអញណាគឺឪធររបស់ឯងហ្នឹងហើយទាំងនេះសុំទឹកខ្ញុំចំណាំមិនបានសុំពលអភ័យទៅឲ្យខ្ញុំផងអាយ៉ាវាជានិយាយភាសាចិនតាមិនក៏អាចនិយាយភាសាចិនឯងធ្លាប់រស់នៅស្រុកចិនមែនទេអត់ទេខ្ញុំធ្លាប់រៀនសាកលវិទ្យាល័យចិនឯងចាំតាប្រពន្ធរបស់យើងមែនអត់ទេខ្ញុំមិនចាំតាប្រពន្ធនៃទេប្រពន្ធរបស់លោកបានណាត់ពួកកំឡុកមកជប់ឲ្យ$1000អាមេរិកយកគ្រាន់តែហូបបាយជាមួយគ្នាអត់មានបានខ្លួនប្រាណអីទេសុំទៅឲ្យធ្វើខ្ញុំសុំទៅវិញហើយអូខេតែផុតពីមុខយើងភ្លាមណាបាទណែខ្ញុំទៅវិញហើយជួយឲ្យចង់ធ្វើឲ្យទៀនខ្ញុំមិនមែនណាក្តាមឯណាធ្វើមិនបំពេញបំណងឯងកើតទៅជិះចេញទៅឯងនេះទេផ្ដាស់មែន ប៉ាកូនសុំថ្លៃអំណរកូនចំពោះប៉ាដែលបានផ្ញើបាច់ការឲ្យកូនកូននឹងត្រឡប់ទៅវិញនៅពេលវិស្សមការរបស់កូនប៉ាប្រកាសជាមិនអាចរស់នៅដោយគ្មានកូនបានទេប៉ាគិតពីរឿងសេដ្ឋកិច្ចច្រើនណាស់ប៉ាចង់ទិញក្រុមហ៊ុនរបស់គាត់តែអញ្ចឹងចាំយើងពិភាក្សាគ្នាកូននឹងត្រឡប់ទៅវិញនៅអាទិត្យក្រោយនេះហើយបាយបាយអាឡូហេតុអីក៏ឯងឲ្យមនុស្សស្គាល់ខ្ញុំមកម៉ារីខ្ញុំបាននិយាយប្រាប់ឯងច្រើនដងហើយថាខ្ញុំមិនចង់នៅជាមួយមនុស្សដែលស្គាល់ខ្ញុំទេខ្ញុំបញ្ជាក់ថាបរិសម្នាក់សម្រាប់ខ្ញុំក្នុងមួយថ្ងៃតើឯងអាចជួយខ្ញុំបានទេមើលទៅដូចជាមិនទៅសង្ហាទេតែសម្រាប់ថាបានទៅចុះតែសូមកុំឲ្យអាក្រក់ពេកណាសូមបញ្ជូនគាត់មកលាហើយបាយបាយអ្នកណារកអីចេះគឺលោកទេ មិនមែនខ្ញុំទេគឺថៅកែរបស់ខ្ញុំសួស្ដី ចាំមកផ្លេសខ្ញុំបដូរកៅអៅសិនអេកុំលេងពេកបន្ថយល្បឿនតិចបានទេ អាយ៉ាគ្រាន់តែល្បឿន100គីឡូម៉ែត្រក្នុង1ម៉ោងតើមិនផាយល្បឿនឲ្យលឿនទៅកាន់តែល្អ តើលោកមិនដឹងថាមានធំខ្លាំងទេមែនទេ អើខ្ញុំមិននឹកស្មានថាអ្នកនាងត្រូវការរំភើបដូចជាខ្ញុំយ៉ាងចឹងដែរ លោកនឹងថាអញ្ចឹងមានគ្រោះថ្នាក់ទេ ជុំមកគ្រោះថ្នាក់ក៏គ្រោះថ្នាក់ទាំងពីរនេះអន្តតា តែខ្ញុំមិនចូលចិត្តអញ្ចឹងទេ បាន អេ ហ៎ លោកចាំទៅណាហ្នឹង ទៅសុបាយ Yeah, man. No kidding. Hey, it's all right, huh? I love that. Right on.
Chẳng đừng một ôn em dạng nè. Sao biết mới tiền mà? Hả, sầm nằm niếng, nhắm tới. Hai đây cái lô bác lại ní. Ngành đó, nhắm tới. Bác sân chỉ lô cho đẹp cả, lô có để đang bị chặt rót nhắm ai. Chẳng bay được ca tuổi, bậc chồng bàn ta mặt ngày nữa. Nhau đang cho ba nhà hai đi, tập đang bị lô. Chẳng phát đăng hả? Đi lấy từ sao bậc chồng. Ôn sri. Chọc sân, còn đẹp lắm á. Yên nhưng anh chọc lắm. Ní chia kênh chọc thôi bị có ai nhằm bàn tớ. Mò này má. Nè, ní chia một cha ngày cầm nạt á. Kinh tế. Ngày cầm nạt. Rương này vìยังไม่ตา Trong ban chua buồn ní mà bị Hollywood. Buộc kế xâm đại bàn lòn ná mày nè. Cái nhé. Hai thôiยังไม่เต้ Ní mìnhมันchịt ngày cầm nạt ai đồng hợp nụ tê. Niên xâm an tè rương mẹn tên này giáo mới nhờ. Tuyệt vời sốt đây. Dạ mấy, miền đây tập đăng mày nè. Ấp đây, nhắm con đã trong squat một lô. Chấm một xem lò, hạt cho xem mà này. Nhắm squat xong ta dòng. Chấm squat lại. Tao mình tập lông lại mà. Đây sốt đây. Ta lâu đẹp chào nhắm trên này hay. Bên mẹ ơi, chấm trên này đẹp chồng ỏi. Chấm chui oi nè niềng nè. Lời ní dương ly là bài ní kinh chá cầm móng hãy tới tại đạm mật đồng ná. Nè, so khê nâng sầm rạp bỏ ra hãy so chú nâng sầm rạp nè rì. Hãy ní chưa bỏ niềng ná. Đầm bốn nâng ngập song rọc sầm mặt rõm, tì bíp song rọc cục rến, tì bấy song rọc cốn, tì buôn nâng song oi sài hạ mà tạc hết. Lời không chạp đá mấy ná. Nè, lọ bầm phọt nâng cư crop đầm nang oi rìa xây đạm phọt. Nè, ai muốn ạ? Chú muốn. Ta ní chỉ cạp xong cùng trò sầm mắt đấy. Ây da, trời mến nè. Hãy ní cư song rọc nè. Nè, cư song rọc nè cái trời đài miền mến. Miền tiền nè, nè. Khởi nhé trời từng ỏ. Trời. Nè, trời ỏ linh. Bà chỉ cầu tiền bật nhắm xong xa mà đó. Ní còn tại chia là bài thế công ta chữa ấy. Nhóm tôi ta nạp chụp nên người mà nè. Trong tay khả năng sẵn á. Mình đúng là ngon mến. Mình rôm dọc điện lại từ họ. Ta lột năng một cái nam chỉ mà đăng kia. Mày ná. Dương xoạc này tăng bị nơi riêng mà lại. Dương mình rôm ta chỉ đại cụ tế. Rôm ta chỉ mình lọ điện họ. Đại cụ đâu xì.
ដៃគូក្នុងការលេងល្បែង លោកកំពុងនិយាយលេងមែនទេ មិនមែនទេពួកយើងមានជំនាញខាងលេងល្បែងស៊ីសោតែយើងមិនលេងជាមួយនឹងមនុស្សធម្មតាទេគឺយើងលេងជាមួយអ្នកខ្លាំង លោកស្មោះត្រង់ទេ ខ្ញុំសូមទិញនាងជាមិត្តម្នាក់ លោកមិនខ្លាចខ្ញុំភ័យទេ ធ្វើឲ្យនាងភ័យខ្លាចប្រសើរជាក្បត់នាងអ្នកលេងល្បែងម្នាក់ប្រកាសជាមានទ្រព្យសម្បត្តិហើយជាមិត្តម្នាក់ដែលនិយាយច្រើនទៀតផង អាចខ្ញុំទៅហុងកុងវិញហើយ ខ្ញុំដឹងហើយខ្ញុំបានទិញសម្បត្តិរួចហើយខ្ញុំបានឲ្យប្រាក់បន្តិចបន្តួចទៅកន្លែងអាកាសយានហើយបានទិញសម្បត្តិសម្រាប់អ្នកនាងហើយនឹងខ្ញុំរួចហើយយើងមិនបាក់ទេសូមជើញ លោកពិតជាមានល្បិចច្រើនណាស់ I got it. Oh, great. ជនជាតិជប៉ុនតើទូរស័ព្ទទៅការិយាល័យអ្នកនាងនៅហុងកុងប្រហែលជារវល់ណាស់ហើយគ្មានពេលមកជួបខ្ញុំទេមែនទេ ចាំមើលសិនមិនប្រកាសទេ អូលបងឡុងអាសែមស្នាល្អណាស់អរគុណលបងខ្ញុំរីករាយណាស់នេះជាប្រាក់របស់ពួកឯងលបងឡុងខ្ញុំជួយលបងមិនមែនតែប្រាក់នោះទេហើយការងារគឺជាការងារក្រុមហ៊ុនបានឲ្យប្រាក់នេះដល់ឯងយកមិនយកវាជាបញ្ហារបស់ឯងទេវាគ្រាន់តែជារឿងមួយរបស់ឯងប៉ុណ្ណោះអរគុណលបងឯងរកបានហើយតើពេលដែលមកបឹងតែហ៊ុននេះ លបងចំអន់នឹងខ្ញុំពេកហើយ ដល់មកតោះពួកយើងទៅឯងនេះមិនក៏គៀកស្វិតម្ល៉េះសូម្បីតែម្ដាយខ្ញុំក៏មិនដែលវាយចំណែកឯងនេះ លបងឡុងខ្ញុំឡើងយន្តហោះសិនហើយទៅចុះសុខសប្បាយអរគុណលបងខ្ញុំបាយចូលទៀតហើយ ពេលនេះខ្ញុំស៊ីគ្រាប់ទី7ឡើងពិន្ទុហើយអាយ៉ាឯងស្អុយគ្រាប់ទី7ហ៎ណែឈប់ខ្ញុំច្រើនជាងឯង2គ្រាប់ណែឯងបាន6ពិន្ទុហើយខ្ញុំបាន8ពិន្ទុខ្ញុំច្រើនជាងឯងដូច្នេះខ្ញុំត្រូវតែយកលុយឯងបោកខ្ញុំមក 2000 បងឲ្យហើយនេះឥឡូវយក 1000 ទៅខ្ញុំឈប់លេងជាមួយឯងទៀតខ្ញុំគួរតែលេងបាល់វិញផ្សារជាងគួរតែលេងម្ដាយទៀតទៅណែលោកបកាយលេងហ្នឹងលេងជាមួយខ្ញុំម្ដងហ៎អត់ទេខ្ញុំឈ្នះតែហេងសុយទេលោកឯងលេងជាមួយខ្ញុំបានតែដាក់ប្រាក់តែបន្តិចបន្តួចបានណាមានអីឲ្យតែបានលេង អស់លុយទីសាចាំអីឯងស៊ីបាយហើយមកគួរតែដឹងហើយយកមកហូបណាឆ្ងាញ់មិនមែនអត់ទេណាណែលំងក្តាំបរិយាកាសតាំងតែខ្លាំងណាស់បច្ចុប្បន្ននេះហើយតាំងតែស្អីទៅកូកាកូឡាម្ដងតែ1ដុល្លារតើខ្ញុំដឹងហើយខ្ញុំឮថាថ្មិញមៀងកំពុងតាមរកអាសែមវាចង់អាសែមនឹងអស់ផ្លូវដើរហើយវាគ្មានតាក់ទងអីយើងទេវាមិនមែនមករកជើងឯណាខ្ញុំគ្រាន់តែប្រាប់អ្វីដែលខ្ញុំបានឮប៉ុណ្ណោះឯងកំពុងតែនិយាយស្អីនឹងឲ្យលងវិញជើងឆ្ងាញ់ ពេលនេះឯងមានអាវុធទេឲ្យមកខ្ញុំសិនមកមានរឿងអីអាវុធរបស់ខ្ញុំមានរឿងអីហ្នឹងមិននិយាយច្រើនទេបាយអើយអត់ទៅបាយយកអត់មានរឿងអីទេអីអ្នកសៀមទួយមកកន្លែងអ្នកសៀមកុំតាដៃសោះអ្នកសៀម
គឺអមម្នាក់ឲ្យខ្មៅនឹងឲ្យសម្លាប់វាទៅ ឈប់ឲ្យគេទៅប្រាប់ថាឈប់ឲ្យគេឯងគេនេះគឺឯងនឹងឈ្មោះថាក្តាមឆាប់ឡើងគេទៅថាឡើងគេទៅឯងលោកដៃទៀតហើយគេជាបងប្រុសរបស់ខ្ញុំត្រូវតែជួយគេឯងមានមួយដែលរកប្រាក់បានច្រើនពីល្បែងឯងទៅរៀបរៀងការរកស៊ីរបស់គេឯងកំពុងរកប្រាក់បានមិនស៊ីតែយើងត្រូវការស៊ីដែរបើមិនចង់ស៊ីក្រកកំភ្លើងនឹងឈ្មោះមុខយើងទេឆាប់ឡើងគេទៅឆាប់ឡើងទៅអាចយ៉ាងไรមើលកំភ្លើងឯងដល់កំភ្លើងខ្លាញ់ខ្លាយបកែបាញ់អញភ្លាមមកអញយល់ដល់កំភ្លើងខ្លាញ់ខ្លាយមែនទេពួកយើងប៉ុន្មានហើយបាញ់យើងមើលសាមមើលល្បីតែឯងជាកពូស្ដេចល្បែងនៅអាស៊ីចាំមើលតើដៃអ្នកណាលះហាជាងល្អចាំមើលឯងពេញចិត្តនឹងទុកដៃរបស់ឯងឬមួយក៏ទុកជីវិតរបស់វាសម្រាប់វាចោលបាទចាំមើលក្បត់របស់ឯងលឿនជាងក្រកកំភ្លើងទេឆាប់លេចទៅលេចទៅឯងសំណាងល្អណាស់ដែលមានអូនល្អបែបនេះអាក្តាមឯងពិតជាចិត្តល្អមែនពួកយើងទៅវិញមើលទៅមុខក្បិតវាមុតណាស់ព្រោះឯងលេងមិនបានគ្រប់គ្រាន់ឯងចង់ដឹងពីមូលហេតុដែលគេចង់សម្លាប់ឯងទេពួកជប៉ុននោះបានបំផ្លាញកិច្ចការរបស់គេនៅឯកាស៊ីណូសហរដ្ឋហើយជនជាតិអាមេរិកបានសម្លាប់ពួកជប៉ុនទាំង6នោះដូច្នេះលោកកុងពិតជាចវាយរបស់ពួកគេត្រូវការជីវិតរបស់គេប៉ុន្តែខ្ញុំនៅរស់អន្តតាកុំចង់លីសើជាមួយនឹងយើងនិយាយអំពីក្បត់នៅហុងកុងហើយនឹងម៉ាឡេស៊ីអាគង់ជាមេដឹកនាំឯងមិនដឹងទេឯងមើលច្បាស់ទៅមើលហើយចំណាំមុខវាផងអាគង់វាគ្មានប្រយោជន៍អីដែលត្រូវប្រាប់ខ្ញុំច្រើនពេកនោះទេតើឯងចង់សងសឹកអមិត្តរបស់ឯងទេហើយក៏មិនចង់មានវិធីតែមួយគត់ដែលត្រូវប្រើគឺត្រូវតែទៅសហការជាមួយនឹងប៉ូលីសបើមិនចឹងទេឯងនឹងសួយធំហើយជួយនាំយើងទៅជួបនឹងពួកវាហើយរូបឯងក៏បានសុខតទៅមុខទៀតដែរតាមពិតខ្ញុំខ្លាចណាស់ខ្ញុំត្រូវសហការជាមួយលោកដើម្បីធ្វើកិច្ចការហ្នឹងមានព័ត៌មានផ្សេងទេគឺខ្ញុំមិនដឹងអ្វីទាំងអស់ខ្ញុំមិនអាចប្រាប់លោកបានទេលោកកុំសង្ឃឹមមកលើខ្ញុំពេកតែទៀតគាត់ដឹងខ្លួនហើយខ្ញុំបានហៅគ្រូពេទ្យឲ្យព្យាបាលគាត់ហើយបានកក់បន្ទប់សម្រាប់គាត់ទៀតផងលោកអ្នកនាងសុំមកហើយលោកវិជ្ជបណ្ឌិតគាត់បានរួចផុតពីគ្រោះថ្នាក់ហើយចុះដៃរបស់គាត់សរសៃដៃរបស់គេដាច់អស់ហើយកំពុងមានការព្យាបាលតទៅទៀតបងចាំមិនហើយដៃរបស់គេនឹងជាឡើងវិញតែមិនអាចដូចដើមវិញទេតើប្រើការបានប្រមាណភាគបាន 50% ចាត់ទុកថាសំណាងណាស់ទៅហើយមានន័យថាគាត់ចូលនិវត្តន៍
ដែលគ្មានសង្ឃឹមសម្រាប់ជីវិត តើបងនៅចង់លេងល្បែងទៀតទេបងចង់ដូចគេហ៎ បងធ្វើជាអ្នកលេងល្បែងដើម្បីរកប្រាក់ប៉ុណ្ណោះបើរកគ្រប់គ្រាន់ហើយបងនឹងប្រកបមុខរបរធម្មតាវិញ បាទខ្ញុំណែនាំឲ្យស្គាល់គាត់តើបងសប្បាយចិត្តទេ តើបងមានមុខរបរត្រឹមត្រូវទេ បាទគាត់ពូកែលេងកូនគោលណាបងទៅរៀនលេងទៅ បងចេះគ្រប់ល្បែងស៊ីសងទាំងអស់ ពីអ្នកដែលកំពុងលេងនោះទៅមកខ្ចីលុយពីក្រុមហ៊ុនរបស់ខ្ញុំពួកឯងអត់គេខ្លាំងណាស់ប៉ា អើ ប៉ាគាត់នឹងឲ្យតែកូននិយាយប្រាប់ប៉ាគាត់ឈ្មោះសេះ អើល្អណាស់ជំរាបសួរម្នាក់នោះគឺលោកគង់ហើយខាងនេះគឺលោកឡ ល្បែងប៉ាយ៉ាងម៉េចទៅហើយ មិនអីទេហើយមិនក៏ឆាប់មកម្លេះកូនលោកគង់នេះជាកូនប្រុសរបស់ខ្ញុំឈ្មោះតារ៉ូ អមិនក៏មិនចាប់ឈើលេងជាមួយនឹងខ្ញុំទៅបានកុំឲ្យយឺតកាលណាត់ជួបគ្នា ល្អណាស់ខ្ញុំដឹងថាឯងជាមនុស្សស្មោះត្រង់ណាស់បើសិនជាមានបញ្ហារវាងយើងទាំងពីរសង្ឃឹមថាយើងអាចបំភ្លេចនៅថ្ងៃនេះបើសិនជាឯងអាចបិទមាត់របស់ឯងបានខ្ញុំអាចបញ្ចូលប្រាក់$600,000ក្នុងកុងរបស់ឯងបានខ្ញុំខ្លាចតែគ្មានពេលចាយប្រាំងទេតើលោកបានប្រាក់ច្រើនពីណាមកប្រហែលជាឯងមិនទាន់ដឹងទេ$1,000,000 ខ្ញុំចង់ឲ្យលោកលាក់ខ្លួនមួយរយៈសិនបើមិនចឹងប៉ូលីសហុងកុងនឹងមកទីនេះទោះបីឯងខ្លាចជាឪពុកក្មេងរបស់ឯងក៏ដោយបើគាត់ដឹងថាឯងជាអ្នកលេងល្បែងតើគាត់គិតយ៉ាងណានៅលើលោកនេះគេយកមិត្តប្រសើរជាជាងសត្រូវត្រូវចាំឲ្យច្បាស់ទោះយ៉ាងណាក៏ខ្ញុំមិនអាចយកលោកជាមិត្តដែរចុះអាក្តាមតើគិតយ៉ាងម៉េចគិតយ៉ាងណានោះវាស្រេចតែពួកឯងទៅចុះខ្ញុំមិនអីទេចាប់អ្នកនៅក្នុងឡាននោះទៅបងសេះ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  តើពួកគេក៏នឹងយ៉ាងម៉េចហើយ ពួកវារត់គេចបាត់អស់ហើយហេតុអីក៏វាចង់សម្លាប់បង គឺប៉ាដឹងរឿងហ្នឹងឯងដឹងទេឯងមានសំណាងណាស់បើពួកវាចាក់ជ្រឹមបន្តិចឯងនឹងស្លាប់ខ្ញុំមានសំណាងដែលបានពួកលោកជួយប៉ាចង់និយាយជាមួយអាសេមបន្តិចកូនពួកវាបានលាក់ប្រាក់ដែលគេខ្ចីទៅតើប្រាក់ស្អីទៅខ្ញុំគិតថាពាណិជ្ជករម្នាក់មិនអាចមិនដឹងស្អីនោះទេខ្ញុំដឹងថាឯងស្គាល់អាកូននៅវាយកូនគូលពួកវាបានលាក់ប្រាក់ដែលបានខ្ចីក្រៅពីឯងបានដឹងរឿងនោះបន្ទាប់មកវាក៏បាត់ខ្លួនវាមិនអាចបញ្ជាក់ស្អីបានទេខ្ញុំឲ្យតម្លៃថាឯងធ្វើមិនដឹងតាមពិតខ្ញុំនៅធ្វើការអង្កេតឯកជនទៅលើពួកវាប៉ុន្តែអ្នកអង្កេតនោះត្រូវបានបាត់ខ្លួនដែរពេលនេះខ្ញុំគិតថាមានបញ្ហាមិនស្រួលហើយវាប្រសើរហើយដែលពួកវានោះស្រាយតាមវិធីនេះលោកម្ចាស់តាមពិតខ្ញុំរស់នៅដោយសារល្បែងស៊ីសងជាមិត្តរបស់កូនស្រីខ្ញុំសុទ្ធតែបានព្រមព្រៀងទុកជាមុនរួចហើយឯងមានដឹងទេពីមុនមានប្រុសម្នាក់ធ្វើឲ្យធ្លាក់នៅក្នុងសភាពធ្ងន់ធ្ងរនាងមិនអាចគេចពីគេបានរហូតពួកបុគ្គលិកបានយកឯកសារឲ្យនាងចុះហត្ថលេខាហើយខ្ញុំជុំនិយាយពីរឿងអតីតកាលតើឯងមានចំណូលចិត្តធ្វើការខ្ញុំទេខ្ញុំមានតែឯងត្រូវសន្យានឹងខ្ញុំមួយទោះបីក្នុងករណីណាក៏ដោយត្រូវឈប់ចូលរួមក្នុងអំពើខុសច្បាប់ទៀតទៅ ប
បងមិនអាចខ្លាចជាស្ដេចល្បែងទៀតទេតើអូនកាន់អីហ្នឹងឲ្យបងសុំមើលបន្តិចមកជាស្អីគេទៅនេះជារង្វាន់របស់បងអរគុណអូនណាតែបងគិតថាបងមិនត្រូវការវាទេបងនឹងជាបលាំងពេញបងក៏សង្ឃឹមចឹងដែរគេប្រាប់អូនថាសែមនឹងមាត់ស្រីរបស់គេនឹងភ្ជាប់ពីអាយអញ្ចឹងហ៎យើងគួរតែផ្ដល់រង្វាន់នេះទៅគេបងជាមិត្តរបស់គេកុំអីពួកគេប្រហែលជាមិនចូលចិត្តទេមិនអាចទេបងជាមិត្តរបស់គេហើយប្រកបមុខរបរនេះច្រើនឆ្នាំមកហើយគេប្រកាសជាចូលចិត្តអបសាទរលោករើសបានកូនប្រសាល្អមែនសូមអបអរទីបំផុតមានគេស្រឡាញ់កូនស្រីខ្ញុំហើយនោះគេមកហើយនោះសូមជើញលោកប៉ាសូមណែនាំឲ្យកូនស្គាល់នេះគឺលោកសុននិងអ្នកស្រីសុនហើយនេះគឺអ្នកស្រីវ៉ូតបាទជំរាបសួរតើបងក្តាមមានសន្យាថាមកគាត់នឹងមកទេកំភៃហើយអត់សុំតោះតែអ្នកស្រីបានទទួលពីអូនច្រើនហើយមើលទៅចិត្តជាការល្អហើយសំទោសខ្ញុំមានការបន្តិចខ្ញុំទៅខាងនោះចាំបន្តិចទៀតចាំខ្ញុំមកជជែកជាមួយមើលចុះវាដូចខ្ញុំខ្លាំងណាស់ពួកគេមកហើយនោះសូមអបអរសាទរឯងទៅពីនេះភាសាណាឯងមកយឺតពេលមែនតែផ្ដាស់ណាគ្រាន់តែមកយឺតពេលក៏មិនដែរពួកយើងរញ៉ាំអីសិនទេអញ្ចឹងក៏បានដែរសំលៀកពាក់ឯងស្អាតណាស់គឺស្អាតមែនសួស្ដីសួស្ដីសួស្ដីមិនក៏យកម្លេះស្ទះចរាចរណ៍នេះសម្រាប់ឯងអរគុណនាងក៏មកដែរមកញ៉ាំទៅអបអរសាទរនំទៀតបាទខ្ញុំមិនអាចតតគាត់បានទៀតទេអរគុណស្អីទៅខ្ញុំមានរបស់មួយសម្រាប់ឯងប្រកាសជាចូលចិត្តពិតមែនទេយ៉ាងម៉េចដែរស្អាតណាស់ណែយកទៅខ្ញុំផុសទៅតោះទៅរកផឹកអីសិនទៅហើយសិនមកឯងមកនិយាយជាមួយលោកគ្រូទៅ5នាទីទេខ្ញុំនឹងចូលរួមឥឡូវនេះប៉ាតោះទៅជជែកគ្នានៅខាងសិនអត់ស្រាក់ខ្ញុំពីកែមកបាទមកលើកែឡាមួយរយៈពេលនេះតើឯងទៅណាខ្ញុំគ្មានការងារធ្វើអាសេមឯងចេះភាសាអង់គ្លេសច្រើនធ្វើការងារច្រើនខុសពីខ្ញុំសំបីតែសរសេរឈ្មោះខ្លួនឯងក៏មិនចេះដែរតើអាចធ្វើអីទៅបានឯងធ្វើការខ្ញុំទៅធ្វើការឲ្យឯងតើធ្វើអីកើតឬមួយក៏ខាត់ស្បែកជើងឲ្យឯងហ៎យើងជាមិត្តនឹងគ្នាមិនក៏ឯងនិយាយចឹងទៅវិញមកខ្ញុំនឹកឃើញហើយការងារដែលឯងចង់ធ្វើខ្ញុំអាចជួយឯងបានឯងចង់ធ្វើអីឯងប្រាប់ខ្ញុំមកដល់ហើយកុំនិយាយចឹងអី5នាទីហួសទៅហើយណែភ្ញៀវកំពុងតែរងចាំឯងច្រើនណាឯងទៅចុះទៅអញ្ចឹងឯងនៅផឹកតែម្នាក់ឯងចុះណាមិនអីទេទៅចុះមកដល់ពេលយើងត្រឡប់ទៅវិញហើយមិនក៏បញ្ញាប់ម្លេះបានហើយខ្ញុំលាសិនហើយអើមិនក៏បញ្ញាប់ទៅម្លេះបបញ្ញាប់តែរួមនៅរាំងកសាលមែនទេណែឱកាសកម្ររកបានចូលរួមកន្លែងប្រភេទនេះហើយនៅលេខសិនទៅចាំខ្ញុំចេញលុយឲ្យខ្លាចខាតលុយអីណាយយ៉ាងម៉េចអាសេមកម្មវិធីនឹងចាប់ផ្ដើមក្នុងពេល5នាទីទៀត
ល្បងក្តាមមិនក៏ផឹកច្រើនម្លេះអេណែមិនខ្ញុំមកខ្ចីលុយល្បងនេះមានកាស៊ីណូសម្ងាត់មួយស៊ីសងធំសម្បើមណាស់ណាដើម្បីអីទៅខ្ញុំដូចពីមុនទៀតទេឯងមើលដៃរបស់ខ្ញុំមើលសំបីតែមនុស្សភ្លើក៏ធ្វើមិនបានផងខ្ញុំចាញ់អស់ទៅហើយតើមានន័យអីល្បងក្តាមខ្ញុំគ្រាន់តែប្រាប់ទេសាគិតតែមើលរលបែងខ្លះណាមិនត្រូវការដៃទេតែត្រូវការហួរក្បាលរបស់យើងមែនទេឯងនិយាយដូចជាស្រួលណាស់តែយើងទៅក៏ទៅស្ដេចលោកបែងប្រចាំអាស៊ីអើយពីមាននៅទល់មុខនោះអូនបានពីនៅផ្នែកសន្តិសុខហើយគឺល្អប្រសើរខ្លាំងណាស់បងដឹងហើយមិនអីទេអូនឯងទៅចុះបងមិនអីទេអីអូយជុំមានអីវាជាវិមានរបស់ខ្ញុំបើមានរឿងអីដល់រកខ្ញុំមិននៅឯស្ថានីយ៍វងឡៅទៅចេញទៅចូលរំខានខ្ញុំទៀតដល់ហ្នឹងអីមិនអីទេអូនទៅចុះដល់លោកកំពុងរត់ដល់គឺខ្ញុំមកជាមួយនឹងប៉ូលីសហ្នឹងប៉ូលីសមើលណាខ្ញុំមកខ្ញុំឈ្នះទៀតហើយមេ21គ្រាប់អើយលោកយ៉ាងមិនទៅហើយហ្នឹងឥឡូវលបងចាញ់ទៀតហើយលបងជឿយ៉ាងម៉េចយើងចាញ់ទៀតហើយចាញ់ទៀតហើយលើកទៅមេកៃគ្រាន់តែជាមនុស្សខូចដៃទេវាមិនដែលមានអាស៊ីរហូតទេពេលនេះលោកឯងចាញ់យើងហើយលោកឯងប្រកាសជាចាញ់មើលខ្ញុំឈ្នះកប៉ាល់បៀសទុកឲ្យគាត់ដល់លោកខ្ញុំ4គ្រាប់នេះទោះបីមួយគ្រាប់ក៏ចាញ់ដែរខ្ញុំនឹងដល់អាណាម្នាក់ដែលហ៊ានអូមកស្រុកទៀតបើអាយ៉ាមកគ្រាប់អាយ៉ាលោកប្រាប់ខ្ញុំថាកុំឲ្យអូមកស្លឹកទៀតមិនក៏លោកឲ្យខ្ញុំតែខ្ញុំមិនទាន់វាយឯណាអាក្រួចំជាសុយមែនណាលិបណាស់សុយឲ្យចាំមើលអាយ៉ាសុំទោសលោកគឺអីទៀតអើយមិនចង់វាយអញអាចង្រៃខ្ញុំគ្មានម្លងទេអាចង្រៃអញនឹងសម្លាប់ឯងចោលបើឯងនៅក្មេងមានកម្លាំងខ្លាំងមិនចង់មើលអញយ៉ាងម៉េចកំសាកញីទៅឲ្យវាយមកក្រោយវាយយកឈ្នះមកវាយអាយ៉ាអាចង្រៃហើយចាំអូយអូយកចង្រៃយកជុំសិនសូមកុំករឿងនៅទីនេះសោះលោកជាអ្នកទទួលបន្ទុកនៅទីនេះមានអីទេសូមជួយលេខតទៅទៀតអត់មានអីទេអញ្ចឹងលេខទៀតតើអីឈ្មោះក្តាមមែនទេតើសែមយ៉ាងម៉េចទៅហើយពេលនេះមិនបាច់សួរពីគេទេនិយាយចំទៅទីនេះស៊ីសងតិចតួចណាស់ឯងកុំចូលចិត្តដែលទទួលប្រារបៀបនេះសែមមានប្រពន្ធកូនឯងទៅរកស៊ីធំដុំជាមួយវាទៅច្បាស់ជាបានវាជារឿងរបស់ខ្ញុំអាចស៊ីសងធំតូចជាមួយនឹងឯងក៏បានដែរតើ3លានព្រមទេ
ឥឡូវឯងមានប្រាក់ដល់ថ្នាក់នឹងផងតែពេលនេះអត់មានទេថ្ងៃស្អែកនឹងមានយ៉ាងម៉េចបានពេលកណ្ដាលយប់ស្អែកនេះយកប្រាក់3លានមកកន្លែងនេះយើងលេងជាមួយគ្នាមើលទៅពួកគេចាប់អារម្មណ៍នឹងឯងខ្លាំងណាស់ឯងអាចខ្លាយជាអនុប្រធានរបស់ប៉ាបានអរគុណលោកសុងដែលជួយខ្ញុំនៅហៅប៉ាលោកសុងទៀតបាទសូមទោសលោកប៉ា សុំទោសលោកសេមានឈ្មោះលោកក្តាមចង់ជួបលោក សុំទោសខ្ញុំសុំពេលមកផ្លែនមួយរយៈនេះឯងសុខសប្បាយជាទេយើងខានជួបគ្នាយូរណាស់មកហើយអសែមឯងនិយាយត្រូវហើយគ្មាននរណានៅតែលេងល្បែងតទៅទៀតទេដូច្នេះខ្ញុំចង់រកស៊ីធំមួយឯងទៅប្រេស៊ីជាមួយនឹងបបោអសែមខ្ញុំបានណាត់ជាមួយនឹងពួកជប៉ុនទាំងអស់នោះហើយយប់នេះនឹងមានការរកស៊ីធំណាស់ខ្ញុំត្រូវការជំនួយពីឯងជាលើកចុងក្រោយឯងតែងតែថាឯងជាដៃគូល្អរបស់ខ្ញុំមិនអាចសម្រេចចិត្តបានទេពីព្រោះខ្ញុំបានសន្យាជាមួយនឹងប៉ាក្មេងរបស់ខ្ញុំហើយថាជប់រកស៊ីរបស់នេះទៀតហើយបានហើយនិយាយតែមួយម៉ាត់មកថាទៅឬក៏មិនទៅអាក្តាមខ្ញុំបានលាផុតពីពិភពងឹតនឹងហើយខ្ញុំមិនចង់ចូលរួមទៀតទេឯងមិនអាចតាក់ទងពួកជប៉ុនបានឡើយពួកវាមិនបានឲ្យបានសុខទេអសេឯងអាចបំភ្លេចរឿងនេះបានតែខ្ញុំមិនអាចបំភ្លេចបានទេអាក្តាមស្ដាប់ខ្ញុំទៅខ្ញុំអាចជួយប្រាក់ឯងរកស៊ីបានខ្ញុំតែងតែគិតពីឯងជានិច្ចគឺគ្រប់ពេលវេលាទាំងអស់ខ្ញុំគ្មានឲ្យអ្វីដល់ឯងសោះគឺគ្មានមែនឡនណាយើងធ្វើរបៀបចាស់ទៅចុះទុកព្រះជាម្ចាស់ជាអ្នកសម្រេចយកក្បាលពាក្យសន្យាទៅចុះខ្ញុំយកក្បាលឡោឯងតែជ្រើសរើសក្បាលជានិច្ចជប់សិនខ្ញុំជ្រើសរើសយកពាក្យសន្យាខ្ញុំដឹងច្បាស់ណាស់ថាឯងមានកាក់ពីតាំងពីដំបូងវាមានពាក្យសន្យាទាំងសងខាងកាក់មួយទៀតជាក្បាលវាមានតម្លៃ10សេនឥឡូវគឺ$1ខ្ញុំធ្វើជាមិនដឹងទៅចុះបញ្ហាដែលពិបាកត្រង់គឺអ្នកលេងល្បែងអាស៊ីបាទអសេកាលពីលេងល្បែងនោះខ្ញុំសើត្រូវគ្នាជាមួយបបោខ្ញុំនឹងផ្ញើវាឯងពេលប៉ុណ្ណោះខ្ញុំលាសិនហើយគួយស្ដាយខ្លាំងណាស់ដែលសេមិនបានមករួចចុះយើងលេងយកតែប្រាក់ទេមិនមែនយកជីវិតឯណាបាទនេះជាប្រាក់$400,000អាមេរិកស្មើនឹង$3 លានហុងកុង$3 លានមិនបាច់ឆាយនោះទេខ្ញុំហ៊ានមកតែម្នាក់ឯងបើសិនជាខ្ញុំហ៊ានលេងល្បិចនោះខ្ញុំចេញពីទីនេះមិនរួចទេត្រឹមត្រូវណាស់ឯងក៏មិនអាចគេចផុតស្រួលដែរ
ខ្ញុំវាយ 30000 វាយ 30000 សម្រាប់វាមួយសន្លឹងចឹង ខ្ញុំមិនតាមទេ CID អ្នកស្គមអ្នកស្គមអ្នកស្គមចូលចូលអ្នកស្គមអោចអោចអ្នកស្គម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 កុំកម្ដៅអ្នកស្គមបាយមកទៅចាប់អ្នកស្គមចូលចូលកុំកម្ដៅសោះអ្នកស្គមកុំកម្ដៅអ្នកស្គមអ្នកស្គមកុំកម្ដៅអ្នកស្គមឯងត្រូវឈរនៅទីនេះនេះប៉ូលីសកំពុងតែទូរស័ព្ទឯងដឹងថាយើងមានប៉ូលីសទេកំពុងតែទូរស័ព្ទយើងជាចឹងអបយើងផងឯងអាគមរក់ចង់ថាយើងយ៉ាងម៉េចកុំបារម្ភឯងចង់ខ្លាចខ្លាយហើយលេងបិចមានកំហុសមួយទៀតអើយមើលលោកលោកមកចាប់ពីលោកណាអានេះវាខ្លាចខ្លួនជាប៉ូលីសមកប្លន់យើងចាប់យើងចង្រៃមែនណាចង្រៃយកហ្នឹងណែអាចង្រៃហើយគេជួលឯ$200មែនទេហ៎បើមិនអើយហើយមានរឿងអីហ្នឹងលោកប៉ូលីសហ៎គាត់គឺជាអធិការប៊ីក្រុមបេសកកម្មពិសេសរបស់ CID ដឹងទេអញ្ចឹងមែនសុំទៅកុំហៅខ្ញុំថាលោកអីខ្ញុំបាញ់មិញនេះជនគំរក់ដែលស៊ីឈ្នួលគេ$200ប៉ុណ្ណោះពួកឯងទាំងអស់ត្រូវតែលើកជង្គង់ទៅលើកជង្គង់ជុំភ្លាមលើកជង្គង់ឯងនឹងក៏លើកជង្គង់ដែរខ្ញុំលើកដែរលើកអញ្ចឹងលើកជង្គង់ចុះលើកជង្គង់ចុះទៅកុំចុះលើកជង្គង់ចុះកុំសុលខ្ញុំគឺគេខាងនេះលើកជង្គង់ចុះទៅកុំចុះកុំជុំភ្លាមណែខាងក្នុងនេះមានតែប្រាក់2-3ស្លឹកប៉ុណ្ណោះទេលោកប្រាក់2-3ស្លឹកលោកប៉ូលីសប្រាទាំងអស់នេះសុទ្ធតែខ្លាំងៗទេខ្ញុំអាចទៅបានទេចង្រៃយោហើយបោកប្រាយើងនេះសៀមចង្រៃយោនៅសម្រាប់ឯងនេះសៀមលោកម្ចាស់ខ្ញុំអង្គុយពេញមួយថ្ងៃទៅហើយវាជាកំហុសមួយតើត្រូវធ្វើយ៉ាងម៉េចចាប់អាសេម៉ូហើយនឹងគូដណ្ដឹងរបស់វាបាទ យើងគិតទៅណា មិនក៏អូនសួរបងអញ្ចឹងទៅវិញបងធ្វើអ្វីគឺដើម្បីតែអូនប៉ុណ្ណោះយើងនឹងចាស់ចេញឲ្យឆ្ងាយពីទីនេះមិនត្រូវឲ្យអូនធ្វើជាស្រីបានទៀតទេយល់ទេតែអូនធ្លាប់រស់នៅលើទឹកដីនេះហើយអូនមិនចង់ទៅណាឆ្ងាយពីទីនេះទេបើសិនជាអូនមានកំណត់ដូច្នេះបងតាមអូនទាំងអស់ស្រេចតែចិត្តអូនទៅមានទោះខុសអីប្រហែលជាអាសែនរបស់មានការហើយចាប់ទូរស័ព្ទទៅអាឡូលោកឡោះមែនទេអត់ទេគាត់ទៅអូស្ត្រាលីបាត់ហើយចុះអ្នកនាងសុងនៅបរិយាជនហោះលោកអាចទូរស័ព្ទទៅកាន់អ្នកនាងបានអរគុណអ្នកនាងសុងអញឈ្មោះតារូបើសិនជាស្អែកមិនចង់ឃើញរាងកាយអ្នកនាងសុងកាប់ជាកង់ឯងត្រូវទៅផ្លូវតែបូលេខ350ព្រាមតារូចាំទៅចរិតគឺពួកវាចាំអ្នកនាងសុងទៅបាត់ហើយសុំបងកំទៅអីណែនេះជាសាយចំនួន$500,000ណែ
អូនយកទៅបើកប្រាក់នៅអាមេរិកទេអូនកុំបារម្ភរបស់បងអីចាំបងទៅជួបអូន បើបងទៅតើបងត្រឡប់មកវិញទេ គឺបងទេដែលបង្ករឿងនឹងឡើងសិនជាមើលល្អរបស់បងត្រូវទៅ បងនិយាយត្រង់មកតើបងដើម្បីសេះឬក៏អ្នកនៅហ្វឹង នាងសុខសប្បាយទេសួរថានាងសុខសប្បាយទេ នាងឯងខ្លាំងប៉ុណ្ណាទៀតទៅបើនាងឯងចង់សុខវាមិនជើងយើងលោកវាមិនជើងលោកវាមិនក៏មិនទៀងនាងឯងចង់ខ្លាំងជាមួយយើងហងហ៎ ល្បងវាមានកំភ្លើងមកដើមអាក្តាមពលជាស្មោះត្រង់នឹងមិត្តមែនឆៃវាម្ដងទៀតបាទនេះលឹកតារ៉ូមិនក៏ចាំបាច់បោកប្រាក់អញតើនាងសងនេះណា ពេលនេះយើងមកហើយឆាប់លេងនឹងទៅអូមុននេះយើងចង់លេងដែរតែក្រោយពីដេកជាមួយនាងហើយដូចជាមិនចង់លេងតលសោះឆាប់ប្រាប់មកតែទៅកែឆ្ងាយយកថោកទៀតឯងក្បត់ពាក្យសន្យាថោកទៀតឯងក្បត់ពាក្យសន្យាតើវាយ៉ាងម៉េចទៅយ៉ាងម៉េចឯងមានកំភ្លើងឯងមានកំភ្លើងទេមានទេបើគ្មានទេកុំខ្លាំងពេកថ្ងៃនេះអញនឹងបាញ់បំបីស្ទះក្បាលឯងទៅតអី លើកដៃឡើងឯងសំឡាងអស់ណាស់បើសិនជាដៃយើងមិនខុសទេនោះឯងនឹងត្រូវខ្ទេចក្បាលហើយអាចចង្រៃហេ Đúng đấy.
យើងឮថាឯងជាស្ដីល្បែងអាស៊ីនៅអាមេរិកឯងបានមើលធ្លុះល្បិចរបស់ពួកយើងអាចទុកឱកាសឲ្យឯងម្ដងក្នុងចំណោមកែវស្រាទាំង3មានកែវស្រា2ដែលដាក់ថ្នាំពុលឯងអាចជ្រើសរើសយកកែវមួយបើផឹកស្រារួចហើយឯងមិនអីនោះឯងអាចចេញពីទីនេះបានខ្ញុំមិនរីកមិនយកជីវិតខ្ញុំទេអ្នកកំឡោះឯងស្មារតីរឹងមែនខ្ញុំសុំសំណូមពរមួយទៀតគឺសុំយកសម្ភារៈរបស់ខ្ញុំទៅវិញហើយនាំទៅចុះល្បាមិនអាចទេយើងជួយជប៉ុនត្រូវខ្លួនសំដីកុំរំលងខ្ញុំចាប់ដាក់ទៅលោកយ៉ាងឈាមច្រើនណាស់ដាក់ទៅខ្ញុំចង់និយាយពាក្យស្មោះខ្ញុំគ្មានបំណងអ្វីទេព្រោះអ្នកនេះជាមិត្តរបស់សែមខ្ញុំត្រូវតែជួយនាងសុំនឹងកុំយំអីបើមិនចឹងទេរឿងនេះក៏គិតមកផឹកដែរអញ្ចឹងខ្ញុំស្លាប់ទៅក៏អត់ប្រយោជន៍ដែរកុំយំខ្ញុំមិនយំទេចាប់ចូលក្នុងអានទៅបងសុំទោសបងជិះអូនច្រើនពេកហើយបើសិនជាមានជាតិក្រោយមែនបងនឹងសងអូនវិញប្រិយមិត្តទាំងអស់លើកែវឡើងសូមឲ្យយើងបានជោគជ័យលើកែវឡើងលោកសឹមមានសម្បត្តិមកពីហុងកុងអរគុណណាស់បាទសុំជិះអរសឹមសម្បត្តិស្អីគេនឹងបាទខ្ញុំមិនដឹងដែរប៉ាមកអរលោកជើងពិសានិយាយអ្វីទាំងអស់
សែមកំពុងនិយាយ អានោះខ្ញុំមិនអាសិនទេអាក្តាមវាស្លាប់អត់ទៅហើយវាត្រូវអត់ទៅរកសម្លាប់អញ្ចឹងហើយខ្ញុំទូរស័ព្ទឲ្យឯងដើម្បីសងសើអាក្តាមផង ខ្ញុំជាអ្នកបង្ករឿងខ្ញុំទូរស័ព្ទទៅកាន់ច្បាប់ខ្ញុំសិនតើខ្ញុំត្រូវធ្វើយ៉ាងម៉េច ខ្ញុំមាន$2 លានសូមឲ្យចាត់ការខ្ញុំផង អត់បញ្ហាទេអាឡូ Francelin មែនទេ យើងមកបញ្ចប់ជីវិតឯងហើយ លោកច្បាយខ្ញុំសូមណែនាំឲ្យស្គាល់នេះជាមិត្តរបស់ខ្ញុំតែម្ល៉េះហើយនេះគឺ Francelin សួស្តីសួស្តីសួស្តីហើយចាប់ផ្ដើមទៅ 人間と野獣の違いは知恵の有無だ。 លោកជាមនុស្សដែលខុសពីសត្វធានព្រះជាម្ចាស់បានបង្កើតយើងមកឲ្យចេះគិតពិចារណាត្រឹมត្រូវ こんな風に争う必要はない。 ហេតុអីក៏យើងធ្វើដូចជាសត្វធានយ៉ាងជាង 前に賭けの世界で生きてきた。君たちはアメリカで、我々は日本でだ。 ពួកយើងសុទ្ធតែរកស៊ីដូចគ្នាពួកលោកមានកាស៊ីណូនៅអាមេរិកខ្ញុំមានកាស៊ីណូនៅជប៉ុន 賭けの恨みは賭けで解決したい。 នេះគឺមកពីបណ្ដាលឲ្យមានការយល់ច្រឡំនៅលើតុល្បែងខ្ញុំសង្ឃឹមថានឹងដោះស្រាយនៅលើតុល្បែង 我々が負けた時は君たちの言う通りにしよう。我々が勝った時は君たち全員アメリカに仕上げてもらう。さらに、これ以上この件に関わらないでもらおう。 បើសិនជាខ្ញុំចាញ់វិញខ្ញុំនឹងទទួលអ្វីដែលលោកបាននិយាយបើលោកចាញ់វិញសូមលោកអញ្ជើញវិលត្រឡប់ទៅអាមេរិកវិញទៅហើយក៏មកជន់ទឹកដីអាស៊ីទៀតតើលក្ខខណ្ឌប៉ុណ្ណឹងសមល្មមទេតែខ្ញុំស្រូបនឹងលក្ខខណ្ឌនេះហើយតែមុតជាមកខ្ញុំក៏យល់ព្រមដែរបើតាមលក្ខខណ្ឌរបស់ប៉ាខ្ញុំដែលគាត់និយាយគឺគាត់លេងប្រាក់ដុល្លារបន្តិចបន្តួចប៉ុណ្ណោះมันអាចលេងធំទេអញ្ចឹងមិនដូចការប្លន់ទេកុំបារម្ភអីខ្ញុំនឹងប្រើអស់ល្បិចយើងសម្រេចដូចគ្នាទីចុះ ហេសូមសួរសុខទុក្ខនៅនាងសងផងចំណឹកនាងខ្លាំងណាស់ខ្ញុំគ្មានបញ្ហាអីទេតែគេនិយាយពីគោលការណ៍តើឯងបានសន្យាស្អីជាមួយខ្ញុំខ្ញុំមិនឲ្យគេប្រាក់ទេ ជាបញ្ហាក្មេងៗរបស់ពួកឯងខ្ញុំមិនយល់ទេទោះជាខ្ញុំនិយាយយ៉ាងណាទោះជាខ្ញុំមានបញ្ហាយ៉ាងណាក៏លោកនៅតែមិនយល់ដែរលោកគិតតែផលប្រយោជន៍ខ្លួនឯងទេលោកវាខ្ញុំទៅខ្ញុំត្រូវការប្រាក់ខ្ញុំមិនគិតពីតម្លៃទេហើយលក់ហ៊ុនឲ្យខ្ញុំផងហើយលក់ឡានលក់ផ្ទះលក់ឲ្យអស់ថ្លៃប្រមាណក៏បានដែរ 7 លាន
ស្អីគេ7លានមិនគ្រប់គ្រាន់ទេលក់ឲ្យបានគួរសមបន្តិចទៅមើលបាននេះខ្ញុំត្រូវការលុយខ្លាំងណាស់ណា អូនយល់ពីសម្ដានចិត្តបងហើយក៏បានរៀបចំប្រាក់សម្រាប់បងដែរអូនក៏ដឹងថាបងចង់សងសឹកឲ្យបងក្តាមអូនក៏ចង់សងសឹកដែរប៉ុន្តែជនជាតិជប៉ុននោះវាលេងមិនត្រឹមត្រូវជាមួយយើងទេអូនក៏យល់ពីល្បិចរបស់វាហើយយល់ពីបងក្តាមដែលស្លាប់យ៉ាងវេទនាយើងបានបាត់បង់មិត្តម្នាក់ហើយអូនមិនចង់បាត់បង់ទៀតទេ បងដឹងបងសុំទោសលោកបងមិនគ្រប់ពាក្យសន្យាបងតែងតែមើលខុសទៅលើអាក្តាមតាំងពីវានៅក្មេងម្ល៉េះក៏ប៉ុន្តែពេលនេះបងដឹងថាបងនៅជាពាក់វាច្រើនណាស់ អូនភ័យខ្លាចណាស់ បងគិតថាក្នុងមួយជីវិតនេះមានតែអូនទេដែលជួយបងបាន ពួកគេកំពុងធ្វើស្អីណាពួកគេកំពុងឆៃស្លឹកនេះគឺជាផលិតផលថ្មីដែលមកពីប្រទេសអាល្លឺម៉ង់តែនេះជាគំរូបៀដែលគេទុកសម្គាល់ ហើយនេះជាវ៉ែនតាពិសេស LCD សែមទេសូមភាគីទាំងសងខាងពិនិត្យមើលសញ្ញាបៀទាំងនេះពិនិត្យមើលរបស់ផ្សេងក្រែងលោមានល្បិចសម្ងាត់អ្វីមួយដែលអាចប្រឆាំងជាមួយនឹងយើងបាទ ដើម្បីធានាល្បែងត្រឹមត្រូវគ្មានប្រើល្បិចនោះសូភាគីទាំងសងខាងជំរុះឲ្យរបស់ខ្លួនព្រមទាំងនាឡិកានិងចិញ្ចៀនផងដែរ ខ្ញុំវាយ20000 100,000 អ
1សែនទៀតខ្ញុំថែម3សែនខ្ញុំពលូ9ខ្ញុំវាយ2សែនគឺក្រមុំ2 តើឯងវាយប្រមាណទៀតប្រហែលជា4សែន មិនមែនទេសុំទោសដែលខ្ញុំបានមិនចាំផ្ទះអំឡុងពេលកុងត្រាហើយលុយភាគហ៊ុន4ហាប់ទៀតមុនពេលម៉ោង4រសៀលទាំងអស់នេះមានតម្លៃមួយកោត$7 លានហុងកុងតើលោកនៅមានប្រមាណទេ មកកោត$7 លានហុងកុងតើណាជួយនាងទៅយើងមានតែការប្រាក់ជំរះបញ្ជីនៅទីនេះហើយគឺលោកមីស៊ូលោកខ្ញុំយល់ព្រមថែម$2 លានទៀតបាទ$2 លានខ្ញុំតាមចែកបៀតទៅខ្ញុំគិតថាបាតរបស់វាមានកំងខ្ញុំយល់ថាវាមានតែមួយផែអត់ទេ ខ្នល់លុយចុងក្រោយ សូមចាំមកផ្លែតសិនចាំមើលមេធាវីកាត់ឈ្មោះផ្ទះហើយនៅ លោកមីស៊ូកាត់ឈ្មោះហើយឬនៅ សូមទោសយើងត្រូវការពេល1ម៉ោងទៀតមកយល់សភាពការសូមអ្នកទាំងពីរសម្រាប់សិនទៅយ៉ាងម៉េចដែរបើមាននរណាមួយឆ្លងកាត់ខ្សែរបាំងនេះត្រូវមានគ្រោះថ្នាក់ហ្នឹងទេ បងសេះ មកទៅលោកមុខសិន អាសេមអាយ៉ាងមិនដែរនោះ បងសេះបងសេះបងសេះ លោកបងឡងលោកបងជួយរកអ្នកនេះជំនួសខ្ញុំបងខ្ញុំសង្ឃឹមលោកបងទាំងស្រុងហើយរឿងនេះឥឡូវចិត្តតិចមិនគួរឲ្យយឺតពេកទេព្រោះគាត់គេមានបំណងប្លន់យល់ទេបងអូស្លាញ់ បងសេះ
ស្ដេចបាញ់នៅអាស៊ីបងលេងមិនដាច់ចាញ់ទេចាញ់ឬឈ្នះមិនបញ្ហាអ្វីទេយ៉ាងច្រើនមើលរបស់បងគេវិលត្រឡប់ទៅអាមេរិកវិញបងមិនអាចសងសឹកឲ្យអាក្តាមបានបងចង់ឲ្យអូនទៅជំនួសបងស្ដាប់បងណាបៀបកាប់នោះមិនមែនកំមុំទេគឺបងមានតែមួយគូប៉ុណ្ណោះបងបោកពួកវាអូនទៅចុះកុំបើកសន្លឹកវាអសោះឲ្យភ្នាល់ទាំងអស់មួយលានក៏បានតែឲ្យតែអស់លុយបងដឹងថាពួកវាគ្មានលុយទប់ទល់នឹងអូនទេឲ្យពួកវាភ្នាល់ដាក់ដៃជើងរបស់តារ៉ូពួកវាច្បាស់ជាមិនហ៊ានទេនេះគឺសំណុំពរបងសំណុំពរបងចុងក្រោយហើយបងសេព្រោះតែលោកសែមមានគ្រោះថ្នាក់អ្នកស្រីសងសុំលេងជំនួសចុះនៅហើយដើម្បីបញ្ជាក់ថាខ្ញុំគ្មានកំហុសទេនោះខ្ញុំទទួលលេងខ្ញុំជាមេធាវីផ្នែកគ្រប់គ្រងទឹកប្រាក់របស់អ្នកស្រីសុងសូមជម្រាបដល់អស់លោកទាំងអស់គ្នាបានជ្រាបថាទឹកប្រាក់របស់អ្នកស្រីសុងទាំងអស់មាន1កោត70លានដុល្លារហុងកុងដែលត្រូវយកមកប្រកួតនៅក្នុងពេលនេះចាប់ដើម童小姐，请出我家。 ខ្ញុំដាក់1កោត70លានដុល្លារហុងកុង ឥឡូវខ្ញុំមានតែ80លានដុល្លារហុងកុងប៉ុណ្ណោះ ខ្ញុំចង់បានវត្ថុជំនួសប្រាក់ តើជាអ្វីទៅ គឺជាជើងស្ដាំដៃស្ដាំរបស់អាតារ៉ូ យើងអាចចង់យកមកយើងទូស្មារតីនឹងនៅសិនទៅមិនមែនជាពេលឯងត្រូវច្រឡំទេខ្ញុំសូមស្នើបន្ថែមទៀតជើងដៃស្ដាំរបស់អ្នកនាងសុងទៅពីគ្រប់គ្រាន់សូមអ្នកស្រីសន្យាមុនមកទៅខ្ញុំសន្យាជាក្រោយតើមែនទេមែនហើយ បាទ មនុស្សស្រីស្អាតម្នាក់គ្មានដៃស្ដាំទោះជាមានសម្រស់ឬទ្រព្យសម្បត្តិយ៉ាងណាក៏ដោយក៏គ្មានអ្នកណាគេយកភ្នែកមើលដែរនាងយល់ព្រមទេបើយើងនិយាយភាសាជប៉ុននោះ និយាយមកចុះខ្ញុំស្ដាប់បាន ឯងចាំបានកាប់នៅល្បែងពី2-3ឆ្នាំមុននោះទេចាំបានទេលេខប្រហែល5លានគាត់ធ្វើអត្តឃាតពេលដែលគាត់លេងពេញមួយយប់អស់ប្រាក់ពីខ្លួនរលីងពេលនោះខ្ញុំមិនហ៊ានមើលគាត់ផងព្រោះវេទនាផ្នែកខ្លាំងណាស់ល្បែងនោះប្រហែលជា8លានដុល្លារនៅទីក្រុងតូក្យូខ្ញុំឲ្យដឹងពីល្បិចគាត់តើឯងអាចដឹងទេថាមកពីហេតុអ្វីនោះខ្ញុំអត់ដឹងទេពេលនេះជាពេលដែលយើងកំពុងតែប្រកួតគ្នាហើយយើងអាចឆ្លើយអ្នកស្រីសុងបានថាយើងនឹងយកដៃជើងកូនរបស់យើងអាតារ៉ូនេះប្រកួតជាមួយនឹងអ្នកស្រីចាប់ដើម លោកចាញ់ហើយ លោកប៉ាពិតជាធ្វើអញ្ចឹងមែនទេលោកប៉ាពេលនេះចាញ់គេហើយត្រូវការភេសជ្ជៈយកក៏មិនមក
សូមអបអរអ្នកស្រីសុំ ត្រឹមត្រូវហើយដឹងហើយអរគុណបានហើយអញ្ចឹងស្លាប់ដូចជាឯងបាននិយាយមែនឪហើយនឹងកូនខំគ្នាឥឡូវស្លាប់អស់ទៅហើយឯងពិតជាកំពូលស្ដាញ់ល្បែងប្រចាំនៅអាស៊ីនេះមែនខ្ញុំក៏បានលេងយ៉ាងត្រឹមត្រូវដែរចាំសម្ដីឯងនិយាយខ្ញុំបានចាក់ម៉ាស៊ីនថាក្រោមយ៉ាងចំណុចទី5របស់ឯងខ្ញុំគ្មានកំហុសទេបើសិនជាឯងធ្វើខុសខ្ញុំក៏លេងដល់ចប់ដែរតែចំពោះប្រពន្ធរបស់ឯងតើឯងគិតយ៉ាងម៉េចខ្ញុំបានសម្រេចចិត្តមិនប្រាប់នាងទេ